សុភាសិតជំពូកទី22នាមឈ្មោះល្អនោះគួររើសយកជាជាងទ្រព្យសម្បត្តិយ៉ាងច្រើនហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់និងមាសផងពួកញាក់មាននិងពួកអ្នកក្រតែងតែប្រទះស្នាគឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នាមនុស្សដែលមានគំនិតឆ្លៀវឆ្លាតគេឃើញសេចក្តីអាក្រក់មកក៏ពួនខ្លួនទៅតែមនុស្សខ្លាយល្ងឹងគេចេះតែដើរទៅហើយត្រូវមានទុក្ខព្រួយផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិកិត្តិស័ព្ទនិងជីវិតក្នុងផ្លូវរបស់មនុស្សវេកនោះមានសុទ្ធតែបន្លាហើយនឹងអន្ទាក់ញាក់ដែលរក្សាព្រលឹងខ្លួននិងជៀសឆ្ងាយពីនោះចិនចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដល់រាបដល់ចាស់មនុស្សឯអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រហើយអ្នកណាដែលខ្ចីគេជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះអ្នកណាដែលសាព្រៅសេចក្តីទុច្ចរិតនោះនឹងជ្រួតបានសេចក្តីទប់ព្រួយហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅអ្នកណាដែលមើលគេដោយចិត្តល្អនោះនឹងបានពរត្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រចូលបណ្ដេញមនុស្សដែលចំអកមើលងាយនោះសេចក្តីទាស់ទែងគ្នានឹងបាត់ទៅសេចក្តីឆ្លោះប្រកែកនិងសេចក្តីត្មោះតិដៀលនឹងស្ងប់ទៅដែរឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្តហើយមានបបរមាត់ប្រកបដោយគុណដ៏ល្អនោះស្ដេចនឹងបានជាមិត្តសម្លាញ់របស់អ្នកនោះព្រះនេតនៃព្រះយេហូវ៉ារក្សាទប់នៅដំរើសតែទ្រង់បំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញមនុស្សខ្ជិលច្រអូសគេថាមានសង្ហមួយនៅខាងក្រៅហើយបើខ្ញុំចេញទៅនោះវានឹងសម្លាប់ខ្ញុំនៅនាកណ្ដាលផ្លូវមាត់របស់ស្រីដតីជារណ្ដៅយ៉ាងជ្រៅអ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ានឹងធ្លាក់ទៅក្នុងរណ្ដៅនោះសេចក្តីជំគួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេងប៉ុន្តែរំពាត់វាយផ្ចាលនិងបណ្ដេញសេចក្តីនោះឲ្យបាត់ចិនអ្នកដែលសង្កត់មនុស្សតលក្រដើម្បីនឹងចម្រើនទ្រព្យសម្បត្តិខ្លួនឡើងហើយអ្នកណាដែលជូនជំនូនដល់អ្នកមាននោះនឹងត្រឡប់ជាខ្វះខាតវិញចូលផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញាហើយផ្ចង់ចាត់ចំពោះតម្រឹករបស់អញចុះត្បិតបើឯងរក្សាទុកសេចក្តីនោះក្នុងខ្លួននោះសប្បាយហើយគឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបរមាត់ឯងអញបានសម្ដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ាអញបានកំណត់ទុកសេចក្តីដ៏វិសេសសម្រាប់ឯងគឺជាសេចក្តីទូនមៀងនិងតម្រឹសមិនមែនឬប្រយោជន៍ឲ្យឯងបានដឹងថាពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រកាសហើយដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមកកុំឲ្យកេងយករបស់នៃមនុស្សក្រដោយព្រោះតែគេក្រឡើយក៏កុំឲ្យសង្កត់មនុស្សវេទនានៅត្រង់ទ្វារក្រុងដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរកុំឲ្យចងជាមិត្តនឹងមនុស្សណាដែលអាសាខឹងឡើយក៏កុំឲ្យភពប្រសពនឹងមនុស្សមួម៉ៅដែរក្រែងឯងទម្លាប់តាមអំពើរបស់គេហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯងកុំឲ្យឯងចូលក្នុងពួកញាក់ដែលចាប់ដៃគ្នាឬក៏មួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយបើឯងមិនមានអ្វីនឹងសងគេនោះចង់ឲ្យគេមកកន្ត្រាក់យកក្រែពីក្រោមឯងទៅធ្វើអីទៅកុំបន្ថយគោលចារិកដែលពួកអាយុកោរបស់ឯងបោះទុកពីបុរាណឡើយឯដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬអ្នកនោះនឹងបានឈរនៅចំពោះស្ដេចមិនត្រីឈរនៅចំពោះមនុស្សដែលឥតបណ្ដាស័ក្តិឡើយ